សមារាត្រីឆ្នាំ2025ខេត្តសៀមរាបភ្ញៀវទេសចរមកចូលរួមទាំងភ្ញៀវជាតិទាំងអន្តរជាតិមកទស្សនាកិច្ចចូលរូបភាពជាច្រើនពិតជាអស្ចារ្យមែនទែនគឺរយៈពេលសមារាត្រីនេះគឺមានតែ2ដងទេក្នុងមួយឆ្នាំដែលឡែកគឺនៅថ្ងៃ21 22 23នេះគឺមានការរះថ្ងៃរះចំពីលើកំពូលប្រាសាទតែម្ដងស្រស់ស្អាតមែនទែនបងប្អូនអរគ្នាយើងមើលមានមនុស្សច្រើនមែនទែនអស្ចារ្យណាស់តែយើងគួរស្ងប់ស្ញែងពីវប្បធម៌ខ្មែរយើងដែលកសាងប្រាសាទហើយបានរៀបចំបានយ៉ាងល្អមែនទែនមនុស្សច្រើនណាស់ឈរលងណែនរកតែកន្លែងថតអត់មានទេស្អាតភ្ញៀវទេសចរខ្លះគាត់ដើម្បីមកទស្សនាសមារាត្រីនេះគាត់ងើបតាំងពីយប់មកអ្នកខ្លះមកម៉ោង 4 ម៉ោង 5 ហើយអ្នកខ្លះមកអត់បានមកដល់ទេគឺជាប់សារមនុស្សច្រើនពេកអស្ចារ្យមែនទែនបងប្អូនអរគ្នាខ្ញុំមើលសិតតែទូរស័ព្ទកាមេរ៉ាម្នាក់មួយព្រឹត្តចូលរូបភាពអត់ស្រស់តកាលនេះបាននិយាយពីពណ៌រូបរាងនៃប្រាសាទគឺចេញពណ៌មាសតែម្ដងស្អាតតែមានតែមួយលើលោកគឺនៅប្រទេសកម្ពុជារបស់យើងនេះឯងស្អាតមែនទែនហើយនៅពីទស្សនាសមារាត្រីថ្ងៃរះចំពីលើប្រាសាទកំពូលប្រាសាទហើយគឺមានការរាំរបាំជូនពរពីសិល្បករសិល្បករនីរបស់យើងនៅទីនេះផងដែរដែលបង្ហាញអំពីអ្វីដែលខ្មែរមានទៅកាន់ពិភពលោក